ខាងក្រសួងតារាសាស្ត្រដូចជាមានចលនាប្លែកក្រសួងតារាសាស្ត្រពួកអ្នកមើលផ្កាយនឹងអីយប់មិញក្រោយមើលផ្កាយរួចអនុប្រធានលីវនិយាយថាមានផ្កាយចង្រៃនៅក្បែរផ្កាយអធិរាជព្រឹកឡើងល្បីសុះសាយពេញនឹងហ្មងផ្កាយចង្រៃគេថាយើងនឹងអីគេមិនបានបញ្ចេញឈ្មោះទេតែប្រាប់ថានៅទីអាគ្នេយ៍ភូមិគ្រឹះយើងគឺនៅចំទះអាគ្នេយ៍នៃរាជធានីហ្មងល្បិចមួយនេះពីស្ពោខ្លាំងណាស់អាទោសផ្កាយចង្រៃបំផ្លាញជាតិនឹងត្រូវកាត់ក្បាលណារតិយាតប្រញាប់ពេកហើយដល់ថ្នាក់លេងអបិយជំនឿមកវីប្រហារយើងទៀតចុះពេលនេះដោះស្រាយយ៉ាងម៉េចទៅបើអញ្ចឹងមានតែយកអបិយជំនឿទៅទល់នឹងអបិយជំនឿហើយនិយាយលំអិតបន្តិចមើលបើវាអាចទិញទឹកចិត្តអនុប្រធានបានចុះយើងមិនអាចរកលោកប្រធានក្រសួងបានទេអីលោកប្រធាននោះជាមនុស្សចំណិតរបស់ព្រះករុណាហើយគាត់ត្រឹមត្រូវណាស់មិនដែលលូកដៃរឿងបាក់ពួកទេមិនលូកដៃមែនតែត្រូវតែនិយាយការពិតតើចុះបើលោកប្រធានមើលផ្កាយដោយផ្ទាល់ហើយចេញលទ្ធផលផ្សេងវិញតែធ្វើយ៉ាងម៉េចទើបអាចឲ្យគាត់ចេញមុខមើលផ្កាយដោយផ្ទាល់បានទៅបងប្អូនខ្ញុំមានផែនការល្អហើយចម្លែកណាស់តើលោកប្រធានមានរឿងអីមែនទេទៀនក្បែរផ្កាយអធិរាជពិតជាមានផ្កាយមួយមែនតែមិនមែនផ្កាយងឹតទេផ្ទុយទៅវិញមានពន្លឺភ្លឺថ្លានេះជាផ្កាយជំនួយតំណាងឲ្យវីនេរីស្មោះត្រង់ជួយសង្គ្រោះជាតិតែអនុប្រធានលីវនិយាយថាគេនិយាយខុសហើយបញ្ជាចុះថ្ងៃស្អែកយើងនឹងចូលគាល់ព្រះករុណាក្រាបទូលព្រះករុណាយប់មិញទូលព្រះបង្គំបានមើលផ្កាយឃើញមានផ្កាយជំនួយក្បែរផ្កាយអធិរាជពន្លឺភ្លឺច្បាស់នេះគឺជាប្រផ្នូលមហាមង្គលទានអហោចុះអនុប្រធានលីវមិនមែនថាមានផ្កាយចង្រៃទេអីអនុប្រធានលីវចាស់ចរាភ្នែកងឹតមើលខុសហើយទៀនផ្កាយជំនួយតំណាងឲ្យវីនេរីស្មោះត្រង់ជួយសង្គ្រោះជាតិគួរតែនៅទីអាគ្នេយ៍ទៀនទីអាគ្នេយ៍ភូមិគ្រឹះត្រកូលវើយទូលព្រះបង្គំមិនហ៊ានសន្និដ្ឋានផ្ដេសផ្ដាស់ទេតែតារាសាស្ត្របង្ហាញអញ្ចឹងមែននេះជាបញ្ជាសុរាយើងដឹងហើយថយចុះព្រះអង្គមិនស្រួលហើយលោកប្រធានកាលពីយប់មិញបានមើលផ្កាយថាវាជាផ្កាយជំនួយមិនមែនផ្កាយចង្រៃទេព្រឹកនេះគាត់បានចូលគាល់ព្រះករុណាបាត់ហើយស្អីគេឥឡូវខាងក្រៅកំពុងតែល្បីថាអ្នកនាងចាំងជាវីនារីស្មោះត្រង់ទេវតាប្រទានពរឲ្យតាប្រធានចាស់ចង្រៃនេះព្រះអង្គរាជចង្ការមកដល់រាជទាយាទទទួលរាជចង្ការពីសុកវាព្រះចៅអធិរាជមានបន្ទូលថាថ្មីនេះមានពាក្យចាមអារាមញុះញង់ប្រជារាស្ត្រមួយបង្កាច់មន្ត្រីស្មោះត្រង់ប្រធានក្រសួងតារាសាស្ត្របានបញ្ជាក់យ៉ាងច្បាស់ថាផ្កាយអធិរាជមានអ្នកជួយជ្រោមជ្រែងគឺជាមហាមង្គលចាប់ពីពេលនេះទៅបើមានអ្នកណានិយាយដើមស្ត្រីក្នុងភូមិគ្រឹះត្រកូលវើយទៀតនឹងត្រូវចាត់ទុកថាមានទោសប្រមាថព្រះមហាក្សត្រទទួលរាជចង្ការទូលព្រះបង្គំទទួលរាជចង្ការចុះមកហើយអ្នកណាហ៊ានមួយបង្កាច់ពួកយើងទៀតគឺស្មើនឹងប្រមាថស្ដេចព្រះករុណាកំពុងតែប្រមានពួកវាហើយតែហេតុអីបានជាលោកប្រធានជួយយើងគាត់មិនមែនជួយយើងទេគាត់គ្រាន់តែនិយាយការពិតហើយខ្ញុំទីថាប្រហែលមានគេលួចបញ្ជូនដំណឹងឲ្យគាត់បាត់ហើយអ្នកណាគេឈឹងវាងឬក៏ព្រះអង្គគុំចាស់ច្បងពួកគេច្បាស់ជាមិនរំលងឱកាសល្អក្នុងការលុតរទីយាតនេះទេមើលទៅពួកឯងពិតជាមានសំណាងមែនសំហើយដែលខ្ញុំបើក effect ត្រីនាំសំណាងឲ្យពួកឯងឥឡូវវីលេខ5165លើអេក្រង់មកទោះប្រមាថស្ដេចព្រះបតាទ្រង់ពិតជាចង់ផ្ដាច់ផ្លូវទូព្រះបង្គំមែនហើយព្រះអង្គឈប់ត្រឹមនឹងទៅបើនៅតែបន្តក្រែងលោខ្លាចស្អីអញគិតថាយើងនៅមានផ្លូវថយទៀតអីបើលេងធေါ်ត្រជាក់មិនបានផលទេមានតែលេងធေါ်ក្តៅហ្មងទៅព្រះអង្គចង់មានន័យថាយើងឮថាមនុស្សកុលសម្ព័ន្ធឆ្កែចុកខ្មៅភៀកខាងជើងនៅរាជធានីនៅឡើយទេព្រះអង្គទ្រង់ចង់ខុបខិតជាមួយស្ត្រូវបរទេសមិនមែនខុបខិតទេវើយគឺប្រើប្រាស់យកប្រយោជន៍ប្រាប់ពួកវាទៅយើងអាចទុកផ្លូវរស់ឲ្យពួកវាលក្ខខណ្ឌគឺ
សម្រាប់លុបបំបត្តិពូជត្រកូលវើយចោលទៅព្រះអង្គបើគេដឹងរឿងនេះវាជាទោសក្បត់ជាតិណា